អ្វីដែលមនុស្សស្រីគួរយល់ដឹងគឺខ្ញុំនឹងចែករំលែកពីវត្តរដូវការមករដូវរបស់ស្ត្រីគឺជាផ្នែកសំខាន់មែនទែនក្នុងការបង្ហាញពីការរស់សម្របត្រឹមត្រូវតាមតម្រូវការរាងកាយនិងផ្លូវចិត្តរបស់ខ្លួនឯងក្នុងមួយខែមនុស្សស្រីមានអារម្មណ៍និងមានកម្លាំងមិនថេរជាប់គ្នាទេជាហេតុធ្វើឲ្យការផ្ដោតអារម្មណ៍ធ្វើការងារអ្វីមួយហ្នឹងគឺមិនអាចផ្ដោត 100% ពេញមួយខែបាននោះទេវត្តរដូវរបស់ស្ត្រីគឺអាចមានចន្លោះពី22ទៅ45ថ្ងៃគឺខុសគ្នាតាមស្ត្រីម្នាក់ៗជាមធ្យមភាពខ្ញុំនឹងយកវត្តរដូវ28ថ្ងៃមកបកស្រាយថ្ងៃទី1ទៅថ្ងៃទី5ជាថ្ងៃដែលមនុស្សស្រីមករដូវអញ្ចឹងមនុស្សស្រីគាត់អាចអ្នកខ្លះមក3ថ្ងៃឬក៏4-5ថ្ងៃអីចឹងទៅជាថ្ងៃដែលកម្លាំងមនុស្សស្រីរៀងចុះខ្សោយឆាប់ហត់ហើយ mood swing អញ្ចឹងមិនអាចធ្វើការបានច្រើនទេដូច្នេះគួរធ្វើការងារអីដែលមិនចំណាយកម្លាំងខ្លាំងដូចជាការរៀបចំអ្វីមួយអាចនិយាយថាយើងរៀបចំបន្ទប់យើងគេងឲ្យស្អាតអីចឹងទៅហើយយើងគ្រោងការងារហើយមួយទៀតគឺចំណាយពេលថែខ្លួនឯងឲ្យបានច្រើនចំណាយពេលស្រឡាញ់ខ្លួនឯងឲ្យបានច្រើនថ្ងៃទី6ដល់ថ្ងៃទី13គឺជាថ្ងៃដែលយើងចាប់ផ្ដើមអស់រដូវជាថ្ងៃដែលយើងមានកម្លាំងពេញអាចធ្វើការងារបានច្រើនហើយនឹងគិតបានច្រើនថ្ងៃទី14ដល់ថ្ងៃទី18ថ្ងៃដែលដៃស្បូនរបស់យើងបញ្ចេញសុទ្ធមកហើយគេហៅថា ovulation day ណាជាថ្ងៃដែលយើងមានកម្លាំងខ្លាំងជាងគេហ្មងអាចយើងជួបជុំមនុស្សបានច្រើនធ្វើការងារធ្ងន់បានហើយជាថ្ងៃដែលយើងមានអារម្មណ៍រួមភេទខ្លាំងជាងគេថ្ងៃទី19ដល់ថ្ងៃទី28គឺជាថ្ងៃដែលសុទ្ធនឹងវាធ្លាក់មកដល់ស្បូនហើយអញ្ចឹងយើងអាចមានគួរបានណាបើមិនយើងមានដៃគួរណាកម្លាំងរាងកាយរបស់យើងរៀងចាប់ដើមថយចុះហើយវារៀងខំណាហើយមនុស្សស្រីពេលហ្នឹងគឺយើងអាចចាប់ដើមបន្ថយការងារយើងអាចបញ្ចប់ការងារយើងហើយធ្វើការងារអីដែលស្រាលអញ្ចឹងយើងអាចចាប់អារម្មណ៍មើលណាថាក្នុងមួយខែហ្នឹងបើសិនជាយើងមានថ្ងៃ stress ច្រើនណាគឺមានន័យថាយើងកំពុងតែខំប្រឹងធ្វើការងារលើសពីកម្លាំងដែលយើងមានហើយដូច្នេះវត្តរដូវគឺជាសញ្ញាមួយដែលប្រាប់យើងថាថ្ងៃណាយើងគួរសម្រាកនិងថែខ្លួនជាចុងក្រោយរាងកាយរបស់ស្ត្រីម្នាក់ៗគឺខុសគ្នាអញ្ចឹងការរស់នៅក៏អាចខុសគ្នាដែរធ្វើមិនយើងត្រូវតែហ៊ានស្វែងយល់ពីសុខភាពខ្លួនឯងជាពិសេសហ្នឹងគឺវត្តរដូវរបស់ខ្លួនឯងដើម្បីធ្វើឲ្យការរស់នៅមួយហ្នឹងគឺពេញលេញហើយនឹងមានផាសុកភាពល្អ